ខ្ញុំសង្ឃឹមថាថ្ងៃក្រោយផលិតផលរបស់កម្ពុជាវាយផ្លាកកម្ពុជាមិនមែនធ្វើនៅក្រៅប្រទេសវាយផ្លាកធ្វើនៅកម្ពុជាទេណាមិនមែនយកពីក្រៅមកបកផ្លាកឲ្យដាក់ផ្លាកកម្ពុជាទេគឺផលិតនៅកម្ពុជាវាយផ្លាកកម្ពុជានឹងនៅតាមទីផ្សារលក់កាន់តែច្រើនប្រៀបធៀបទៅនឹងវត្ថុនាំចូលនេះគឺជាអ្វីដែលយើងទាំងអស់គ្នាចង់បានមិនមែនតែខ្ញុំចង់បានទេវាបញ្ជាក់អំពីសមត្ថភាពនិងភាពធន់នៃកម្ពុជាខ្លួនឯងចុះយើងចំណាយទៅក្រៅរាប់ពាន់លានខ្ញុំនិយាយតែគ្រឿងហូបនិងរបស់ប្រើប្រាស់តូចតាចក្នុងផ្ទះដែលយើងអាចធ្វើបានបើថាធ្វើដល់កន្ទុំអុយធ្វើដល់អាគ្រឿងអេឡិចត្រូនិកទូរស័ព្ទខ្ពស់ៗអាហ្នឹងយើងមិននិយាយប៉ុន្តែរឿងរបស់ប្រើប្រាស់ក្នុងផ្ទះជាក្រានបាយគិតលុយរាប់ពាន់លានចុះរាប់ពាន់លានហ្នឹងពីណាប្រជាជនយើងមិនមែនប្រជាជនមិនលុយយើង